เรามาសូមអាប់ដេតជូនបងប្អូនយ៉ាងខ្លីមួយអំពីការលក់ក៏ដូចជាផលិតផលដែលត្រៀមសម្រាប់ថ្ងៃចូលឆ្នាំខ្មែរនេះតើយើងបើកបន្តលក់ដល់ថ្ងៃណាហើយផលិតផលអីខ្លះដែលបងប្អូនអាចធ្វើការកំងបានហើយមានសេវាកម្មអីខ្លះដែលផ្ដល់ជូនបងប្អូនទាំងអស់គ្នាក្នុងថ្ងៃចូលឆ្នាំខ្មែរនេះរួមសម្រាប់ការលក់គឺខ្ញុំបើកលក់រហូតបងប្អូនជប់តែមួយថ្ងៃទេថ្ងៃ16មានថ្ងៃចូលឆ្នាំចុងក្រោយបន្តលក់ដល់ថ្ងៃទី15ពេលល្ងាចចំពោះសេវាកម្មដឹកជញ្ជូនដឹកធម្មតាប៉ុន្តែរៀងយឺតជាងធម្មតាបន្តិចដោយសារតែនិយាយទៅគឺការផ្លាស់ប្ដូរកម្លាំងបងប្អូនដឹងហើយថាថ្ងៃបុណ្យទានយើងយឺតយ៉ាវជាងធម្មតាប៉ុន្តែយ៉ាងណាមិញបើសិនជាបងប្អូនត្រូវការលឿនអាចកំងមក pick up អីវ៉ាន់ដល់ទីតាំងនៅក្រៅសាលាបឋមសិក្សាភ្នំពេញថ្មីមកដល់ទីតាំងលឿនខ្លាំងមែនតើបងប្អូនណាប៉ុន្តែសូមបញ្ជាក់ថាបងប្អូនអាចកំងហើយមកយកជាវាបងប្អូនមកដល់ខ្លាចអត់មានអីវ៉ាន់ដែលបងប្អូនត្រូវការអញ្ចឹងណាពួកគ្រប់ផលិតផលទាំងអស់គឺខ្ញុំត្រៀមបងប្អូនណាថ្ងៃចូលឆ្នាំខ្មែរត្រៀមមែនតើប៉ុន្តែជារួមផលិតផលខ្លះក៏កំងអត់បានកំងផលិតផលខ្លះក៏យើងលក់អស់មុនថ្ងៃអញ្ចឹងផលិតផលដែលអាចកំងបានអាចបងប្អូនកំងបានមានឈុតសាច់អាំងសាច់ប្រឡាក់គ្រឿងតែសាច់ប្រឡាក់គ្រឿងដកជូកដលមួយគឺអស់ហើយបងប្អូនណាអញ្ចឹងសាច់ប្រឡាក់គ្រឿងទាំងអស់បងប្អូនអាចធ្វើការកំងបានហើយតារាងសម្រាប់លក់2ថ្ងៃថ្ងៃ14 15នេះខ្ញុំរៀបហើយបងប្អូនអាចខមមិនឬក៏ឆាតចូល page ខ្ញុំផ្ញើជូនបងប្អូនទាំងអស់គ្នាថាតើមានផលិតផលអីខ្លះក្នុងថ្ងៃទី14ហើយនិងថ្ងៃទី15ហើយគ្រប់ផលិតផលខ្ញុំសូមបញ្ជាក់ដែរថាផលិតផលរបស់ខ្ញុំទោះបីជាថ្ងៃធម្មតាឬក៏ថ្ងៃបុណ្យទានគឺកំងមួយថ្ងៃលក់មួយថ្ងៃទេបងប្អូនណាអញ្ចឹងស្រស់ថ្មីហើយកំងបានបើយើងមានអវ៉ាន់សម្រាប់លក់អត់មានបកកទុកជូនទៅដល់បងប្អូនទេសាច់ស្រស់ថ្មីរក្សាគុណភាពជូនបងប្អូនទាំងអស់គ្នាហើយបងប្អូនដែលគាត់ត្រូវការតារាងបញ្ជាក់ម្ដងទៀតបងប្អូនអាចធ្វើការ comment ខ្ញុំផ្ញើតារាងដែលមានថ្ងៃ14 15ជូនទៅដល់បងប្អូនទាំងអស់គ្នាហើយយ៉ាងណាមិញសម្រាប់បងប្អូននៅទីតាំងនៅតាមបណ្ដាខេត្តថ្ងៃទី11 12 13នេះខ្ញុំអធិស្ឋានបងប្អូនខ្លះមែនទែនសម្រាប់ការយឺតយ៉ាវផ្ញើតាមពេលល្ងាចទៅដល់បងប្អូនព្រឹកណាដោយសារបងប្អូនដឹងហើយថាថ្ងៃបុណ្យទានក្រុមហ៊ុនការដឹកជញ្ជូនវាយឺតយ៉ាវខ្ញុំអត់បន្ទោសទេប៉ុន្តែគ្រាន់តែថាយកអធិស្ឋានទៅដល់បងប្អូនទាំងអស់គ្នាថាការផ្ញើគឺរៀងយឺតយ៉ាវបន្តិចសម្រាប់បងប្អូននៅតាមខេត្តផ្ញើយប់ដល់ព្រឹកណាអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេបងប្អូនត្រូវការព័ត៌មានអីបន្ថែមឬក៏សាកសួរឲ្យបងប្អូនអាចខមមិនកាន់អរគុណច្រើនជួបគ្នាវីដេអូក្រោយ